រឿងខ្មោចក្នុងបន្ទប់ជួលសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel រន្ធត់លួសព្រលឹងថ្ងៃនេះខ្ញុំមានរឿងពិតមួយទៀតហើយដែលរឿងពិតនេះគឺបានមកពីបងវឿនហើយស្រុកកំណើតរបស់បងវឿននោះគឺគាត់នៅខាងស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំងឯនេះទេតែរឿងរន្ធត់ដែលគាត់ជួបនោះគឺគាត់ជួបនៅខាងឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្ដាលដូចថាកាលហ្នឹងគាត់ប្រកបមុខរបរធ្វើការរោងចក្រហើយរឿងនេះដែរគឺកើតឡើងក្នុងអំឡុងឆ្នាំ2019គឺជិតចូលឆ្នាំ2020ហើយបងវឿនកាលគាត់ចូលធ្វើការនៅខាងផ្សារបែកចានហ្នឹងក៏មិនមែនចូលឆ្នាំ2019នឹងដែរគឺគាត់ធ្វើតាំងពីឆ្នាំ2017មកម្លេះប៉ុន្តែកាលនោះគឺគាត់នៅបន្ទប់ជួលជាមួយបងប្អូនជីដូនមួយរបស់គាត់និយាយរួមទៅគាត់ជាប្រុសដូចគ្នាទេប៉ុន្តែបងវឿនហ្នឹងគាត់ជាអ្នកសម្អាតហើយម្នាក់ទៀតហ្នឹងក៏មិនសូវចេះសម្អាតខ្ញុំយល់ចំណុចហ្នឹងធម្មតាបើសិនជាយើងនៅបន្ទប់2នាក់ហើយម្នាក់ទៀតរត់រាយហើយម្នាក់ទៀតគឺសម្អាតគឺពិបាកនៅជាមួយគ្នាណាដូចថាពេលខ្លះទៅម្នាក់ទៀតគាត់ចេះតែពង្រាយហើយម្នាក់ទៀតគាត់ចេះតែសម្អាតគឺពេលខ្លះទៅក៏មានការទាស់ទែងគ្នាដែរប៉ុន្តែដូចថាបងប្អូនជីដូនមួយអញ្ចឹងដំបងអញ្ចឹងគឺអត់ទាន់អីទេបងវឿនគាត់ចេះតែខំមាត់ស្កត់ចិត្តទៅពេលខ្លះក៏គាត់និយាយពេលខ្លះទៅគាត់មិននិយាយហើយបងប្រុសម្នាក់ទៀតគឺគាត់ចូលចិត្តដើរលេងខ្លាំងមែនតើជួនកាលគាត់ដើរលេងបាត់សំបីតាមកដេកហ្នឹងគឺគាត់អត់មកដេកផងហើយកាលពីអំឡុងឆ្នាំ2019នោះគឺបងវឿនគាត់មានកូនហើយប៉ុន្តែគ្រាន់តែប្រពន្ធគាត់ទើបតែពពោះបានប្រហែលជាប្រហែលខែទេតែបងប្រុសម្នាក់ទៀតគឺគាត់នៅកំឡោះហើយពេលខ្លះទៀតគាត់យកសង្សារគាត់មកដេកក្នុងបន្ទប់ហ្នឹងក៏មានដែរដល់ពេលបងវឿនគាត់ទ្រាំអត់បានគាត់ចេះតែស្ដីបន្ទោសចេះតែថាឲ្យបើសិនជាចង់យកមនុស្សស្រីមកហេតុអីក៏មិនយកទៅកន្លែងផ្សេងមកដេកបន្ទប់នឹងធ្វើអីហើយបងប្រុសម្នាក់ទៀតគាត់ចេះតែប្រកែកថាបើសិនជាយកទៅកន្លែងផ្សេងគឺអស់លុយថ្លៃផ្ទះសំណាក់ច្រើនអញ្ចឹងមកដេកនៅហ្មងទៅពេលបងវឿនគាត់និយាយមួយពីរហ្នឹងក៏មានការឆ្លោះប្រកែកគ្នាហើយបងប្រុសម្នាក់ទៀតគាត់ក៏សុំបែកពីបន្ទប់នឹងតែម្ដងគឺគាត់ទៅនៅខាងបន្ទប់ផ្សេងគឺគាត់ទៅនៅជាមួយស្រីស្នេហ៍គាត់ផងក៏មិនដឹងដែរកាលនោះស្អែកឡើងពេលល្ងាចហ្នឹងបងវឿនគាត់ចេញមកពីធ្វើការហ្នឹងគឺបាត់គាត់តែម្ដងសូម្បីតែខោអាវសូម្បីតែសម្ភារៈរបស់គាត់គឺគាត់ប្រមូលទៅអស់ហើយក្នុងបន្ទប់ជួលនោះដែរគឺគាត់ប្រាប់ខ្ញុំថាគឺមួយខែជួលក្នុងតម្លៃ$40ហើយតម្លៃ$40ហ្នឹងបើបូកទាំងទឹកទាំងភ្លើងទៀតវាចូល$50ជាងពេលនៅ2នាក់នោះគឺមិនអីទេគឺរត់រួចប៉ុន្តែដល់ពេលបងវឿនគាត់នៅម្នាក់ឯងហើយណាមួយប្រពន្ធគាត់នៅផ្ទះពោះធំផងគឺគាត់ត្រូវកាត់ចំណាយផ្សេងច្រើនអញ្ចឹងគឺគាត់រត់អត់រួចទេគាត់មានតែបខំចិត្តដូរបន្ទប់ជួលហើយទៅរកបន្ទប់ជួលដែលមានតម្លៃទាបជាងនឹងទោះបីជាបន្ទប់ជួលនោះរៀងចាស់បន្តិចក៏បានហើយស្អែកឡើងហ្នឹងក៏គាត់សុំមេចេញម៉ោង4ដើម្បីដើររកស៊ើបសួររកបន្ទប់ជួលដែលមានតម្លៃរៀងធូរថ្លៃជាងនឹងហើយគាត់ស៊ើបសួរបានបន្ទប់ជួលនៅផ្សារបែកចានមួយបន្ទប់ជួលនោះគឺនៅក្នុងផ្សារដែរទេមិននៅឆ្ងាយពីផ្សារប្រហែលទេគឺនៅជាប់ផ្សារនឹងតែម្ដងប៉ុន្តែបន្ទប់ជួលនោះក៏មានសភាពចាស់ដែរអត់មានបិដានមានអីទេមានតែដំបូលសាំងឫស្សីគាត់ចូលមើលខាងក្នុងទៅក៏មិនសូវស្អាតដែរដូចថាមានគ្រែចាស់មួយហើយបន្ទប់ជួលនឹងបើតាមមើលទៅប្រហែលជាគេបោះបង់ចោលមួយឆ្នាំហើយក៏មិនដឹងដែរប៉ុន្តែបើសួរតាមរយៈម្ចាស់ផ្ទះគាត់ថាគេទៅតែឈប់នៅបានកន្លះខែទេហើយក្រោយពីមើលទៅមើលមកនឹងបងវឿនគាត់មានតែសម្រាប់ចិត្តយកបន្ទប់ជួលនឹងតែម្ដងទៅប៉ុន្តែរៀងល្អដែរដោយសារមានបន្ទប់ទឹកនៅខាងក្នុងហើយតម្លៃនោះគឺមួយខែ$25ទាំងទឹកទាំងភ្លើងទៀតវាអាចចូលដល់30ឬក៏30តិចតួចប៉ុណ្ណឹងគឺគាត់អាចរត់រួចអញ្ចឹងថ្ងៃនោះដែរគឺគាត់សុំកក់បន្ទប់ជួលគេនឹងហើយគាត់សុំចេញពីបន្ទប់ជួលដែលគាត់នៅសប្តាហ៍ថ្ងៃហ្នឹងហើយក្រោយពីគាត់មកនៅដំបូងក៏គាត់មិនភ្លេចដែរមានចេកមានទឹកមានកំប៉ុងជើងធូបដើម្បីដាក់ឲ្យមានជានាងបន្ទប់នៅអញ្ចឹងទៅហើយសូមបញ្ជាក់កន្លែងនេះបន្តិចគឺបន្ទប់ជួលនៅកន្លែងហ្នឹងគឺមានតែ5បន្ទប់ទេហើយបន្ទប់ផ្សេងគឺពេញអស់ហើយគឺនៅតែបន្ទប់ចុងក្រោយគេបើអស់កន្លែងផ្លូវទាល់ហ្នឹងគឺអត់មានផ្លូវទៅទៀតទេបងវឿនគឺនៅខាងចុងហ្នឹងឯងហើយបងវឿនគាត់នៅបន្ទប់ជួលម្នាក់ឯងចឹងគឺគាត់រេះថាមខាងមែនទែនសំបីតែភ្លើងក៏គាត់អត់បើកដែរគឺគាត់បើកភ្លើង power band ហើយ power band នោះក៏មិនភ្លឺប្រហែលដែរគឺភ្លឺប្លង់ទេដូចថាគាត់សម្រាកទាំងភ័យទាំងខ្លាចព្រោះអីគឺលើកទី1ដែលគាត់នៅបន្ទប់ជួលម្នាក់ឯងហើយណាមួយគាត់ជាមនុស្សប្រុសមែនក៏ប៉ុន្តែគឺគាត់ខ្លាចខ្មោចណាហ
ហើយដូចចិត្តទៀតបងប្អូនហើយបន្ទប់ជួលនៅកន្លែងហ្នឹងគឺមានដើមប្រខុបមួយនៅលើដំបូលស័ង្កសីហ្នឹងគាត់ថាយប់ឡើងខ្យល់បោករករាវគឺអត់សូវបានសម្រាកទេហើយយប់ដំបូងគឺប្រហែលជាម៉ោង10ជាងទើបគាត់បានសម្រាកទី1គឺគាត់ខ្លាចហើយណាមួយមេឃដើមប្រខុបហ្នឹងចេះតែបោកបក់លើដំបូលហ្នឹងរោករាវយ៉ាងទៅក៏គាត់ខ្លាចគាត់សម្រាកប្រហែលជាបាន1ម៉ោង2ម៉ោងក៏គាត់ឮសំឡេងមនុស្សជជែកគ្នាមានប្តីមានប្រពន្ធមានកូនបង្វឿនក៏គាត់ឆ្ងល់ដែរគាត់ថាយប់ជ្រៅណាស់ហើយហេតុអីក៏មិនទាន់ដេកទៀតដោយសារតែឮសំឡេងហ្នឹងគាត់គិតថាប្រហែលជានៅក្នុងបន្ទប់ជិតខាងហ្នឹងហើយប៉ុន្តែអ្វីដែលគាត់គិតនោះគឺមិនមែនទេគាត់ថាស្ដាប់យូរទៅអ្នកដែលនិយាយមានប្រពន្ធមានប្តីមានកូនគឺនៅក្នុងបន្ទប់នេះឯងនិយាយរួមទៅយប់ដំបូងគឺគាត់ថាយល់សពមិនច្បាស់ជាយល់សពមែនទែនមិនច្បាស់ជាមែនទែនគាត់ថាពេលខ្លះទៅឃើញគេដើរទៅដើរមកពេលខ្លះទៅមានឃើញកូនក្មេងដើរចូលក្នុងបន្ទប់ទឹកពេលខ្លះទៅមានឃើញមនុស្សប្រុសឬក៏មនុស្សស្រីនឹងដើរចូលក្នុងបន្ទប់ទឹកគាត់ថានៅក្នុងបន្ទប់នឹងដូចជាមានជាលក្ខណៈគ្រួសារមួយហើយគាត់សម្រាប់យប់ដំបូងគាត់ចេះតែរសាប់រសល់ណាមួយឮសំឡេងពីលើដំបូលផងរោករាវពេលខ្លះទៅក៏ឮសំឡេងឆ្មាខំគ្នាតកែយំគាត់ថាមិនដឹងជាឮសំឡេងនឹងមកពីណាហើយគាត់ចេះតែឆ្ងល់គាត់ថាអ្នកជួលនៅបន្ទប់នៅម្ដុំហ្នឹងគឺនៅបានដែរអីគាត់ថាគ្រាន់តែគាត់ជួលនៅបានមួយយប់ដំបូងគឺគាត់ចង់ខ្យល់ចាប់ទៅហើយក្នុងយប់ហ្នឹងគឺគាត់សម្រាកខ្លះលក់ខ្លះមិនលក់ខ្លះហ្នឹងក៏មកដល់ម៉ោង5ក៏គាត់ងើបដាំបាយធម្មតាអញ្ចឹងទៅហើយអំឡុងពេលគាត់ដាំបាយហ្នឹងក៏គាត់ដើរសង្កេតមើលក្នុងបន្ទប់ហ្នឹងដែរគាត់អើតមើលក្រោមគ្រែខ្លះគាត់មើលតាមជញ្ជាំងខ្លះគាត់ថាអញ្ចឹងមានប្រឡាក់ពណ៌ស្អីគេក្រហមគាត់បែងចែកមិនដាច់គាត់ថាមិនដឹងជាឈាមមិនដឹងជាអ្វីទេឬមួយក៏ក្រែមមនុស្សស្រីលាបមាត់ផងក៏មិនដឹងឬថាគាត់បែងចែកអត់ដាច់ប៉ុន្តែគាត់មើលយូរទៅគាត់ថាដូចជាប្រឡាក់ឈាមច្រើនជាងហើយគាត់ដើរសង្កេតនៅក្នុងបន្ទប់នឹងដែរគាត់ថាការពិតទៅមានយ័ន្តគ្រប់ទិសប៉ុន្តែយ័ន្តនោះគឺសរសេរដោយខ្មៅដៃសូម្បីតែមាត់ទ្វារដែកហ្នឹងក៏គេមានចាយ័ន្តនៅលើនឹងដែរនៅលើប្រអួចនៅលើទ្វារនិងនៅតាមជញ្ជាំងទាំងសងខាងអត់តែជញ្ជាំងបន្ទប់ទឹកទេដែលអត់មានយ័ន្តនោះខុសពីហ្នឹងគឺមានយ័ន្តគ្រប់ទិសគាត់ថាពេលគាត់ចូលមើលដំបូងហេតុអីក៏អត់ឃើញសូម្បីតែឈាមប្រឡាក់នៅខាងក្រោមប្រអួចហ្នឹងក៏គាត់មើលអត់ឃើញដែរហើយក្រោយពីបាយឆ្អិនក៏គាត់ទិញម្ហូបគេហូបទៅធ្វើការទៅតែអ្វីដែលរឿងចម្លែកនោះគឺល្ងាចឡើងគាត់ថាមុននឹងគាត់ទៅធ្វើការហ្នឹងគឺបន្ទប់ទឹកគឺគាត់លាងសម្អាតស្អាតហើយសូម្បីតែសក់មអឺស័យសឹងតែគ្មានផងគាត់ថាគាត់មកដល់ហ្នឹងក៏គាត់បើកទ្វារចូលបន្ទប់ទឹកហ្នឹងគាត់ក៏ឃើញសក់មនុស្សស្រីច្រើនទៅស័យមែនទែនដូចជារាងធំក្លិនខ្លះដែរគាត់ថាគាត់លាងសម្អាតប៉ុណ្ណាគឺនៅតែមិនសូវស្អាតដែរបន្ទប់ហ្នឹងហើយចូលទៅដល់ហ្នឹងបងប្អូនហើយគាត់ភ្ញាក់ព្រឺតតកែប្រប៉ុនកដៃគាត់ថានៅចិត្តមាត់ទ្វារហ្នឹងឯងនិយាយរួមទៅគឺគាត់ភ័យស្ទើរតែលុះព្រលឹងក្រោយពីឃើញតកែហ្នឹងហើយស្រាប់តែគាត់នឹងយករំពាត់ឫស្សីដែលយកមកពីក្រៅក៏គាត់ដេញវាយតកែហ្នឹងពេញបន្ទប់តែម្ដងតកែហ្នឹងក៏អត់ទៅណាទេរត់ទៅរត់មកក៏នៅតែបន្ទប់ហ្នឹងហើយមិនមែនវាយអត់ត្រូវទេណាត្រូវផុសប៉ុណ្ណឹងហើយគឺតកែក៏អត់ងាប់ទៀតហើយដបងអាស័យប្រហែលជាប៉ុនមេដៃគាត់ថាវាយតកែនោះអត់ងាប់ហើយវារត់ឡើងលើដបូលបាត់ទៅចូលទៅក្នុងប្រឡោះដបូលហ្នឹងគឺបាត់ឈឹងតែម្ដងហើយគាត់ចេះតែអុជធូបប្រាប់ជានាងបន្ទប់ចឹងទៅគាត់ថាគាត់សុំមកនៅនេះគឺជួលគេពេញថ្លៃគឺគាត់នៅធ្វើការឲ្យតែបានប្រាក់ខែចិញ្ចឹមប្រពន្ធកូនគាត់នៅផ្ទះទេគាត់មិនមានគោលបំណងអាក្រក់អ្វីឡើយក៏អត់មានអីដែរគឺប្រហែលថ្ងៃដែលគាត់នៅគឺអត់ដែរប៉ុន្តែអ្វីដែលចម្លែកគឺសក់នៅក្នុងបន្ទប់ទឹកក្រោយពីគាត់មកពីធ្វើការគឺចេះតែមានគាត់ថាលាងយ៉ាងណាក៏លាងមិនអស់ហើយពេលខ្លះក្អែបនឹងមិនដឹងជាចូលតាមណាមានក្អែបមានខ្ទួយជួនកាលមានតកែចូលហើយគាត់ជាមនុស្សប្រុសមែនដែលថាគាត់ជាអ្នកសម្អាតអ្នកអីប៉ុណ្ណឹងដែរហេតុអីក៏មាននៅតែក្អែបនៅតែតកែនឹងវាចូលមកបានទៀតហើយសាច់រឿងបន្តគឺកាត់មកដល់ថ្ងៃមួយថ្ងៃនេះគឺគាត់ថែម៉ោង6ធម្មតាទេប៉ុន្តែគាត់ដូចថា
បើកលុយបើកអីចឹងទៅគាត់មានការជប់លៀងនៅខាងក្រៅតិចតួចប្រហែលជាម៉ោង10ជាងទើបគាត់បានមកហើយបងវឿនគាត់ជិះម៉ូតូមកដល់បន្ទប់គឺគាត់អត់ទាន់បានចាក់សោភ្លាមទេគាត់ថាគាត់ទេប្រាប់ប្រពន្ធគាត់សិនថាគាត់នឹងមកដល់បន្ទប់ជួលហើយមិនទាន់បានទេគឺស្រាប់តែឮសំឡេងនិយាយចេញពីក្នុងបន្ទប់ដូចថាសាមុនគាត់មានអារម្មណ៍ថាដេកយល់សពនឹងឮគេនិយាយពិតខ្លះមិនពិតខ្លះប៉ុន្តែសារនេះគឺគាត់ស្ដាប់ឮជាក់ស្ដែងតែម្ដងហើយឈរស្ដាប់រយៈពេលមួយសន្ទុះនឹងគឺគាត់ស្ដាប់បានខ្លះមិនបានខ្លះពេលគាត់ឮអញ្ចឹងបងប្អូនណាគាត់មាននៅនឹងណាគឺក៏ព្រឺសបល់ខ្ញាក់គឺគាត់ថយម៉ូតូហើយជិះទៅបន្ទប់ជួលមិត្តភ័ក្តិគាត់តែម្ដងគាត់ថាបន្ទប់ជួលនេះប្រហែលជាមានខ្មោចនៅមែនហើយគឺគាត់នៅអត់បានទៀតទេគឺគាត់ទៅសុំដេកនៅផ្ទះមិត្តភ័ក្តិគាត់មួយយប់រួចហើយគឺគាត់ស្អែកហ្នឹងគឺគាត់មករើអីវ៉ាន់ចេញតែម្ដងហើយក្រោយពីគាត់រើអីវ៉ាន់ចេញហ្នឹងក៏មានបងប្រុសនៅចិត្តបន្ទប់នឹងម្នាក់ដែលគាត់មកសួរថាអូនឯងនៅបានប្រហែលថ្ងៃអូនឯងរើចេញហើយគាត់ហ្នឹងក៏ប្រាប់ទៅបងប្រុសម្នាក់ហ្នឹងវិញថាខ្ញុំរើចេញវិញហើយខ្ញុំនៅបន្ទប់ជួលនេះមានអារម្មណ៍ថាខ្លាចដូចជាមិនសូវសុខភាពសោះទោះជាខំសម្អាតប៉ុណ្ណាក៏ដោយក៏មានសក់មនុស្សស្រីហ្នឹងឬមួយក៏ក្អែបឬមួយក៏ខ្ទួយសត្វតកែនឹងគាត់ថាចូលញឹកញាប់មែនតែនហើយត្រង់អ្វីដែលពិបាកដេកគឺគាត់ជប់ឡើងមេឃប្រខប់ដែលនៅលើដបូលនឹងគាត់ចេះតាកោសដបូលហើយខ្ញុំធ្លាប់ស្នើទៅម្ចាស់ផ្ទះ3 4 5ដងដែរគាត់ថាអត់មានបានកាត់ចេញឲ្យខ្ញុំទេអញ្ចឹងបងវឿនក៏សួរបងប្រុសម្នាក់ដែលនៅចិត្តបន្ទប់នឹងទៀតថាបងនៅនេះយូរនៅហើយបន្ទប់ជួលនេះគេខាននៅប្រហែលជាប្រហែលខែហើយគាត់ថាគាត់មកនៅនឹងក្បែរ2ឆ្នាំម្ល៉េះហើយប៉ុន្តែបន្ទប់ជួលនេះគឺមិនដែលឃើញមានអ្នកណាមកនៅទេអញ្ចឹងមានន័យថាផ្ទះជួលនេះគឺអត់ដែលមានអ្នកណានៅសោះប៉ុន្តែម្ចាស់ផ្ទះនឹងក៏ហក់ថាអ្នកដែលជួលគឺទៅតែចេញទៅប្រហែលជាមួយខែឬក៏មួយខែជាងនេះឯងហើយដោយសារតាឃើញបងវឿនគាត់រើបន្ទប់ជួលចេញចឹងហើយបងប្រុសម្នាក់ទៀតក៏គាត់មិនលាក់ដែរគាត់ថាបងនៅបន្ទប់ជាប់នឹងបងលឺតាពេលខ្លះទៅបន្ទប់ជួលនេះអត់មានអ្នកនៅទេប៉ុន្តែបងឮសំឡេងជាមនុស្សប្រុសមនុស្សស្រីកូនក្មេងគាត់ថាលេងដូចក្នុងក្រុមគ្រួសារមួយអញ្ចឹងបិទថាមិនដែលលងឲ្យគេឃើញបិទថាមិនដែលលងឲ្យគេខ្លាចប៉ុន្តែឮតែសំឡេងហើយបន្ទប់ជួលដែលនៅក្នុងនេះគឺអត់ដែលមានតកែឬមួយក៏ក្អែបខ្ទួយណាចូលទេបើសិនជាចូលមានតែចូលតែក្នុងបន្ទប់ប្អូននេះឯងព្រោះអីបន្ទប់បងជាប់នឹងក៏អត់ដែលឃើញដែរហើយក្រោយពីបងវឿនគាត់រៀបអីវ៉ាន់ហើយនឹងក៏ម្ចាស់ផ្ទះជួលគេមកដល់ហើយអញ្ចឹងគឺគាត់ថាគាត់សុំចេញហើយគាត់នៅបានតែមួយអាទិត្យអញ្ចឹងគឺថ្លៃដែលគាត់កក់ហ្នឹងគឺគាត់អត់យកវិញទេហើយថ្លៃទឹកភ្លើងចាំគាត់ចេញឲ្យតាមក្រោយគឺគាត់សុំចេញពីបន្ទប់ហ្នឹងហើយម្ចាស់ផ្ទះជួលក៏គាត់អត់បាននិយាយអីដែរគាត់គ្រាន់តែញញឹមអញ្ចឹងក្រោយពីបងវឿនគាត់បដូរបន្ទប់ជួលទៅនៅខាងកើតផ្សារបែកចានហ្នឹងក៏មិនដែលជួបរឿងរន្ធត់អីដែរហើយបន្ទប់ជួលនោះក៏មានអ្នកជួលតទៀតឬមួយក៏មិនជួលបងវឿនក៏អត់ដឹងដែរតែមកដល់ក្នុងឆ្នាំ2023ហ្នឹងផ្ទះជួលនោះគឺឃើញគេវាយចោលធ្វើថ្មីហើយឥឡូវហើយសាច់រឿងរបស់បងវឿនក៏សូមចប់ត្រឹមនឹងដែរដូចថាតាមស្ដាប់សាច់រឿងគាត់ទៅគឺខ្មោចមិនបានលងគាត់ធ្វើជាមុខចេះមុខចុះដើម្បីឲ្យគាត់ខ្លាចទេប៉ុន្តែគ្រាន់តែឲ្យឮជាសំឡេងឬមួយក៏ឃើញសក់មនុស្សស្រីនៅក្នុងបន្ទប់ទឹកចឹងក៏វាគួរឲ្យខ្លាចដែរហើយបងប្អូនក៏គួរតែប្រយ័ត្នដែរមុនចូលបន្ទប់ជួលកន្លែងណាកន្លែងណីចឹងក៏ជួយស៊ើបប្រវត្តិសិនទៅព្រោះអីយើងខ្លាចជួបដូចបងវឿននេះហើយរឿងខ្មោចក្នុងបន្ទប់ជួលនេះមិនមែនមានតែរឿងមួយនេះដែរគឺមានរឿងច្រើនដូចថាបន្ទប់ជួលខ្លះមានអ្នកស្លាប់នៅក្នុងនឹងចឹងទៅក្រោយពេលដែលយើងទៅជួលនៅក្រោយគេចឹងទៅលងយើងក៏មានដែរអ្នកខ្លះទៅក៏គាត់ចងកសម្រាប់ខ្លួននៅក្នុងបន្ទប់នឹងអ្នកខ្លះទៅក៏គាត់ប៉ះដូចថាម្ចាស់ផ្ទះគេទុកបន្ទប់នឹងចោលយូរខ្មោចមកនៅនឹងក៏មានអញ្ចឹងវាមានករណីច្រើនហើយខ្ញុំសូមរៀបរាប់តែប៉ុណ្ណេះដែរបើសិនជាការរៀបរាប់របស់ខ្ញុំមានការខុសឆ្គងឬអរអួលត្រង់កន្លែងណាក៏សូមខន្តីអភ័យទោសផងជាចុងក្រោយសូមអរគុណនិងសូមជម្រាបលា